យើងគ្រប់គ្នាសុទ្ធតែចង់ធ្វើជាអ្នកធំអ្នកណាដែលចង់បានជាលេខ1ក្នុងចំណោមអ្នករាល់គ្នាអ្នកនោះត្រូវធ្វើជាអ្នកបើបម្រើដល់អ្នកទាំងអស់ព្រះគម្ពីរម៉ាកុសជំពូក10ខ44មិនថាស្រុកណាឬសម័យកាលណាមនុស្សគ្រប់គ្នាសុទ្ធតែចង់ធ្វើជាអ្នកធំគ្មាននរណាម្នាក់ចង់ធ្វើជាអ្នកបម្រើគេនោះទេនេះជាការពិតនៃពិភពលោកដែលគ្រប់គ្នាសុទ្ធតែដឹងប្រសិនបើប្រាប់ឪពុកម្ដាយថាចង់ធ្វើជាអ្នកបម្រើគេតើនឹងមានអ្វីកើតឡើងតើឪពុកម្ដាយនឹងសប្បាយចិត្តឬទេអត់ទេពួកគាត់នឹងគិតថាយើងឈួតហើយប្រញាប់ជូនយើងទៅមន្ទីរពេទ្យដើម្បីព្យាបាលភ្លាមយើងគ្រាន់តែអត់ធ្មត់ខិតខំរៀនសូត្រនិងធ្វើការអស់ពីសមត្ថភាពដោយសារតែចង់ធ្វើជាអ្នកធំការចង់ធ្វើជាអ្នកធំនៅក្នុងសង្គមមិនមែនជារឿងអាក្រក់ទេប៉ុន្តែជាចំណងតណ្ហាសភាវគតិនៃមនុស្សលោកមានមនុស្សជាច្រើនគិតតាមបែបសិលធម៌សង្គមថាខគម្ពីរនេះគ្រាន់តែមានព្រះបន្ទូលឲ្យយើងធ្វើការងារសប្បុរសធម៌សង្គមឲ្យបានច្រើនតែប៉ុណ្ណោះមិនមែនទេព្រះយេស៊ូវមិនបានមានព្រះបន្ទូលដោយបំណងបែបនោះឡើយព្រះយេស៊ូវមិនបានប្រឆាំងនឹងបំណងរបស់មនុស្សដែលចង់ធ្វើជាអ្នកធំនោះទេប៉ុន្តែទ្រង់បានមានព្រះបន្ទូលអំពីអ្វីដែលមនុស្សត្រូវធ្វើនៅពេលដែលពួកគេបានឡើងតំណែងជាអ្នកធំមនុស្សលោកនៅពេលដែលបានឡើងតំណែងខ្ពស់ពួកគេប្រព្រឹត្តចំពោះបុគ្គលិកដូចជាអ្នកបម្រើរបស់ខ្លួនយ៉ាងស្រេចតែចិត្តពួកគេគិតថាបុគ្គលិកទាំងនោះគ្រាន់តែជាឧបករណ៍ប្រើប្រាស់ដែលអាចលះបង់ចោលដើម្បីតំណែងរបស់ខ្លួនបានប៉ុន្តែព្រះយេស៊ូវបានមានព្រះបន្ទូលថានៅពេលដែលយើងឡើងទៅដល់តំណែងខ្ពស់យើងត្រូវគិតថាមនុស្សដែលមានតំណែងទាបមិនមែនជាអ្នកបម្រើនោះទេប៉ុន្តែជា